តោះថ្ងៃនេះយើងមករៀនសរសេរអក្សរកទាំងអស់គ្នាបាទអញ្ចឹងយើងសរសេរបន្ទាត់ត្រង់ទៅលើកងប្រកាបបន្ទាត់ឈរមកក្រោមអូខេយើងដាក់សក់វាម្ដងបន្ទាត់ទៀតឆ្វេងត្រៀបទៅលើស្ដាំទៅលើទៀតចុះក្រោមស្ដាំទៀតទៅលើដូចជាចុះក្រោមយើងបានអក្សរកអូខេអញ្ចឹងយើងមកវឹកហាត់សរសេរលើกระดาษអញ្ចឹងយើងសរសេរលើกระดาษទាំងអស់គ្នាសរសេរធ្វើម៉េចឲ្យពេញមកกระดาษសៀវភៅដើម្បីឲ្យដៃរបស់យើងវឹកហាត់ឲ្យស្អាតអញ្ចឹងបើវីដេអូមើលអត់ទាន់ទេខ្លួនឯងអាចចាក់ play វីដេអូពីដំបូងខាទៅវិញដើម្បីមើលច្បាស់សៀវអក្សរធំណាអញ្ចឹងយើងមើលវឹកហាត់បន្តទៀតធ្វើម៉េចឲ្យពេញមកកណាដូចហើយអាចឲ្យម៉ាក់ប៉ាឬក៏យាយតាដាក់បន្ទុកឲ្យកូនបានណាបើកូនឯងសេស្អាតម៉ាក់ប៉ាដាក់ឲ្យ10សេស្អាតទេបាន7ឬ8ឬ9ណាកាត់ខំសរសេរស្អាតទាំងអស់គ្នាអូខេវឹកហាត់ទៅបាទចឹងកុំភ្លេចទៅសេព្រឹត្តព្រៀងឲ្យស្អាតណាអក្សរកសរសេរឲ្យត្រូវតាមត្រឹមត្រូវចាំចលនាអក្សរករបស់យើងណាកុំសរសេរឲ្យខុសចលនាឲ្យសោះព្រោះកាលណាតែខុសចលនាគឺអក្សរអត់ស្អាតទេយើងសរសេរឲ្យបានស្អាតទាំងអស់គ្នាអូខេយើងសរសេរពេញមួយកដាស់ហើយបាយបាយកុំភ្លេចយកឲ្យម៉ាក់ប៉ាដាក់បន្ទុកឲ្យជួបគ្នានៅវីដេអូបន្តទៀតបាយបាយសូមសរសេរឲ្យបានស្អាតទាំងអស់គ្នាណាកូនៗ